ជំរាបសួរខ្ញុំកសិករចិញ្ចឹមឃ្មុំនៅភ្នំគូលែនថ្ងៃនេះខ្ញុំសូមនិយាយចែកជូនបងប្អូនអំពីអត្ថប្រយោជន៍ទឹកឃ្មុំហើយហេតុយ៉ាងណាបានជាបងប្អូនមួយចំនួនធំស្ទើរតែពាសពេញពិភពលោកចូលចិត្តទឹកឃ្មុំបាទទឹកឃ្មុំគឺដែលយើងប្រមូលចេញពីសត្វឃ្មុំយើងហៅថាទឹកឃ្មុំប៉ុន្តែទឹកឃ្មុំគឺសត្វឃ្មុំទៅប្រមូលយកពីទឹកដមនៃផ្កាឬក៏ទឹកដមនៃស្លឹកអញ្ចឹងនៅពេលដែលរុក្ខជាតិបញ្ចេញជាតិទឹករសជាតិផ្អែមមួយយ៉ាងយើងដាក់ឈ្មោះថាទឹកដមអញ្ចឹងនៅពេលដែលឃ្មុំទៅប្រមូលយកទឹកដមនៅពេលដែលឃ្មុំទៅយកប្រមូលយកទឹកដមពីរុក្ខជាតិមកដាក់នៅក្នុងសំបុកហើយយើងមនុស្សទៅយកពីឃ្មុំយើងហៅថាទឹកឃ្មុំឃ្មុំទៅយកពីរុក្ខជាតិឈ្មោះថាទឹកដមបាទទឹកដមអាចបញ្ចេញពីស្លឹកអាចបញ្ចេញពីផ្កាអញ្ចឹងហ្នឹងគឺជាពិភពអាហាររបស់សត្វឃ្មុំដ៏មានឲ្យជារសឈ្ងុយឆ្ងាញ់សម្រាប់ការជួយទៅលើសុខភាពរបស់មនុស្សបាទអាហាររបស់សត្វឃ្មុំគឺជាប្រភេទអាហារមួយដែលមានឲ្យជារសឈ្ងុយឆ្ងាញ់មានថាមពលមានសារធាតុចិញ្ចឹមនៅក្នុងនឹងច្រើននៅពេលដែលយើងសិក្សាតាមបែបវិទ្យាសាស្ត្រទឹកឃ្មុំនៅក្នុងហេតុអ្វីបានជាយើងត្រូវការទឹកឃ្មុំទី1ដោយសារតែរសជាតិឆ្ងាញ់ទី2ដោយសារក្លិនឈ្ងុយទី3ដោយសារគុណភាពនៅក្នុងទឹកឃ្មុំគឺមានសារធាតុចិញ្ចឹមខ្ពស់យើងអាចដាក់ឈ្មោះថាជាអាហារទិព្វបាទយើងអាចដាក់ឈ្មោះថាជាអាហារទិព្វនៅពេលដែលយើងប្រើប្រាស់ទឹកឃ្មុំជាប្រចាំថ្ងៃបងប្អូនកុំច្រឡំថានៅពេលដែលយើងប្រើប្រាស់ជាតិផ្អែមរាល់ថ្ងៃធ្វើឲ្យយើងคล้ายទៅជាអ្នកទឹកនោមផ្អែមមិនមែនទេបងប្អូនណានៅពេលដែលយើងប្រើប្រាស់ត្រឹមត្រូវហើយខ្ញុំបើកវងកញ្ចក់មួយចុះទឹកនោមផ្អែមមិនមែនកើតឡើងដោយសារយើងញ៉ាំផ្អែមទេទឹកនោមផ្អែមកើតឡើងដោយសារតែយើងលំពេងរបស់យើងនឹងខ្សោយវាបញ្ចេញអាំងស៊ូលីនតិចអញ្ចឹងវាអត់អាចបំលែងជាតិស្ករនៅក្នុងគ្រាប់ឈាមបានទេបានជាធ្វើឲ្យយើងទៅជាទឹកនោមផ្អែមអ្នកខ្លះអត់ចូលចិត្តទាំងផ្អែមផងប៉ុន្តែមានជំងឺទឹកនោមផ្អែមដោយសារអីដោយសារលំពេងគាត់ខ្សោយមិនមែនដោយសារគាត់ញ៉ាំផ្អែមទេបាទមិនមែនដោយសារគាត់ញ៉ាំទឹកឃ្មុំជាប្រចាំបានធ្វើឲ្យយើងនឹងคลายទៅជាអ្នកទឹកនោមផ្អែមទេអត់ទេបងប្អូនណាបាទហ្នឹងហើយទឹកឃ្មុំនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងពួកគាត់ជាទូទៅគឺគាត់ប្រើក្នុងគោលបំណងសម្រាប់ធ្វើជាឱសថបាទសម្រាប់ធ្វើជាឱសថឬក៏លោកគ្រូបុរាណអ្នកគ្រូបុរាណមួយចំនួនគាត់យកទៅលាយជាមួយនឹងឱសថដើម្បីសម្រួលដល់រសជាតិដើម្បីបង្កើនគុណភាពនៃប្រសិទ្ធភាពថ្នាំរបស់គាត់បាទប៉ុន្តែទឹកឃ្មុំនេះសម្រាប់ប្រទេសរីកចម្រើនជឿនលឿនមួយចំនួននៅលើពិភពលោកជាពិសេសនៅ USA នៅសហភាពអឺរ៉ុបនៅកូរ៉េនៅជប៉ុនបណ្ដាប្រទេសដែលយល់ដឹងអំពីសុខភាពហ្នឹងគឺចាត់ទុកទឹកឃ្មុំគឺជាអាហារដ៏ពិសិដ្ឋហើយត្រូវបានពួកគាត់ប្រើទឹកឃ្មុំប្រចាំថ្ងៃជារៀងរាល់ថ្ងៃបាទសឹងតែដូចជានៅប្រទេសអូស្ត្រាលីអីចឹងសឹងតែគាត់ប្រើទឹកឃ្មុំប្រចាំគ្រួសារគាត់ជារៀងរាល់ថ្ងៃទៅហើយរហូតដល់ពេលខ្លះគេលែងប្រើស្ករគេប្រើតែទឹកឃ្មុំទៀតសម្រាប់ការចម្អិនម្ហូបអាហារអញ្ចឹងពួកគាត់ប្រើទឹកឃ្មុំសម្រាប់ជួយសុខភាពគាត់ប្រើទឹកឃ្មុំជារបៀបអាហារជួយសុខភាពមិនមែនប្រើទឹកឃ្មុំសម្រាប់ជាឱសថដូចយើងទេប៉ុន្តែធាតុពិតគឺទឹកឃ្មុំជួយសុខភាពយើងមែនជួយព្យាបាលយើងមួយចំនួនដែរឧទាហរណ៍ដូចជាយើងមានតបៅអីចឹងតបៅដាច់រលាត់ស្នាមអីពេលដែលយើងលាបទឹកឃ្មុំទៅវាជួយឲ្យសះល្អអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹង
ទឹកឃ្មុំគឺថាត្រូវបានពេញនិយមទូទាំងពិភពលោកសម្រាប់ប្រើប្រាស់ហ្នឹងហើយចំពោះសត្វឃ្មុំហ្នឹងមិនមែនវាផ្ដល់ត្រឹមតែទឹកឃ្មុំទេជាពិសេសគឺប្រភេទឃ្មុំចិញ្ចឹមដែលខាងយើងខ្ញុំនាំពូជពីយុរ៉ុបមកប្រភេទពូជនេះគឺពូជនៅស្រុកគេអត់ពូជនៅក្នុងប្រទេសកម្ពុជាយើងទេហើយពូជឃ្មុំនេះគឺជាពូជគេហៅថា Apis mellifera ចឹងពូជនេះនាំមកពីស្រុកគេត្រូវបានគេនិយមចិញ្ចឹមទូទាំងពិភពលោកបាទគេត្រូវបានគេចិញ្ចឹមទូទាំងពិភពលោកចឹងអាចទាញទិន្នផលពីទឹកឃ្មុំពីកមួនឃ្មុំពីលំអងឃ្មុំពីទឹកដោះស្ដាច់ឃ្មុំបាទអាហ្នឹងគឺយើងអាចទាញផលពីសត្វឃ្មុំយើងអាចទាញផលបានពីនឹងច្រើនទៀតហើយចំពោះផលិតផលរបស់ឃ្មុំហ្នឹងគឺអាចកែច្នៃបានคล้ายទៅជាអាហារសម្រាប់ថែទាំសុខភាពបានคล้ายទៅជាផលិតផលសម្រាប់ប្រើប្រាស់លើរាងកាយបានប្រើប្រាស់ចំពោះវត្ថុមួយចំនួនការជួយសម្រួលនៃរាងកាយយើងមួយចំនួនជាច្រើនរាប់រយរាប់ពាន់មុខដែលគេផលិតបានពីពេញពិភពលោកហ្នឹងអញ្ចឹងហ្នឹងគឺជាអត្ថប្រយោជន៍របស់សត្វឃ្មុំបាទសង្ឃឹមថាបងប្អូននៅពេលដែលបានទស្សនានៅវីដេអូឃ្លីបរបស់ខ្ញុំហើយបងប្អូននឹងជួយគាំទ្រនិងជួយ like ជួយ share ជួយ comment ល្អៗនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះផងបាទដើម្បីចែកជូនដល់បងប្អូនដែលគាត់ចង់ដឹងពីរឿងឃ្មុំហើយបន្ទាប់ទៅទៀតខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីវិធីសាស្ត្រនៃការចិញ្ចឹមឃ្មុំហើយខ្ញុំនឹងបង្ហាញអំពីរូបរាងរបស់សត្វឃ្មុំរាងកាយទាំងមូលរបស់សត្វឃ្មុំហ្នឹងយ៉ាងម៉េចខ្ញុំនឹងបង្ហាញជូនបងប្អូនឲ្យបានជ្រាបពីវគ្គ1វគ្គ2រហូតដល់វគ្គបញ្ចប់ហើយនឹងដំណើរការទូទៅរបស់សត្វឃ្មុំអេរិយាបថទម្លាប់ការរស់នៅរបស់ឃ្មុំរបៀបរបបយ៉ាងម៉េចខ្ញុំនឹងបង្ហាញជូនបងប្អូនសង្ឃឹមថាបងប្អូននឹងបានចំណេះជំនាញបន្ថែមចេញពីវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបង្ហាញជូនបងប្អូនដោយអត់មានលាក់លៀមហើយដោយសុទ្ធចិត្តសុទ្ធសាធបាទដើម្បីជាចំណេះដឹងចែកជូនបងប្អូនដែលនិយមចង់ដឹងពីរឿងទឹកឃ្មុំដែលនិយមចង់ដឹងពីរឿងឃ្មុំដែលចង់ដឹងថាឃ្មុំចិញ្ចឹមនឹងវាម៉េចឃ្មុំព្រៃនឹងវាយ៉ាងម៉េចហើយពូជប្រភេទមានប្រមាណពូជមានប្រមាណប្រភេទនៅក្នុងប្រទេសយើងនៅលើពិភពលោកបាទខ្ញុំនឹងបង្ហាញជូនបងប្អូនតាមអ្វីដែលខ្ញុំចេះដឹងបាទអញ្ចឹងរាល់វីដេអូរបស់ខ្ញុំធ្វើទៅមុខទៀតសង្ឃឹមថាបងប្អូននឹងជួយគាំទ្រហើយជួយ like ជួយ share បាទជួយ comment ល្អបាទពីព្រោះខ្ញុំគោលបំណងនៃការធ្វើវីដេអូរបស់ខ្ញុំនេះគឺជាគោលបំណងមួយក្នុងការចែករំលែកនៅចំណេះដឹងដែលខ្ញុំមានសង្ឃឹមថាបងប្អូននឹងបានជាប្រយោជន៍តាំងពីការយល់ដឹងពីរឿងឃ្មុំតាំងពីការយល់ដឹងពីរឿងទឹកឃ្មុំតាំងពីយល់ដឹងខ្លះថារបស់ឃ្មុំហ្នឹងគេទៅអាចយកទៅធ្វើអីខ្លះបាទអាចយកទៅធ្វើអីខ្លះកែច្នៃបានអីខ្លះអាចថាជាចំណេះដឹងដែលបងប្អូនចង់ដឹងថ្មីបាទអញ្ចឹងខ្ញុំកសិករចិញ្ចឹមឃ្មុំដែលមានឈ្មោះថាទឹកឃ្មុំអង្គរសូមអរគុណសូមជម្រាបលា